cho từក្នុង app សិននេះបង2នេះខ្ញុំបង្កើត user ឲ្យបងរួចហើយនេះអញ្ចឹងចឹងបងចូលទៅបងមើលឃើញ2នេះអានេះខ្ញុំបង្កើតថ្មីឲ្យបងនេះអានេះអាចាស់របស់បងនេះហេងបញ្ញាអាហ្នឹងអាចាស់នេះអា device ថ្មីឥឡូវខ្ញុំចាក់ចេញសិនដើម្បីចាក់ចេញមកចូលនៅកន្លែងរបស់ខ្ញុំនេះមកអញ្ចឹងចូលlạiរបស់ខ្ញុំបងយកវាថាចាក់ចេញនេះមកតោះយកចុចវាថាយល់ព្រមមកចាំតិចមកនឹងចេញតម្រងបែបនេះអញ្ចឹងបងចុចយល់ព្រមនេះមកតោះទៅនេះចុចចូលនេះមកកន្លែងវាថាចូលហ្នឹងអូខេកន្លែងលេខកណន័យនេះលុបចោលឲ្យអស់ដាក់ហ្វុកបងកន្លែងពាក្យសម្ងាត់នេះក៏អញ្ចឹងដែរលុបចោលឲ្យអស់ហើយកន្លែង user នេះបងឲ្យវាយឈ្មោះរបស់បងណាឈ្មោះអក្សរតូចបងបញ្ញាឈ្មោះបង P A A double N A ឈ្មោះបងខ្ញុំដាក់ឈ្មោះចុងក្រោយរបស់បងមកឲ្យវែងឆ្ងាយហើយ password នេះខ្ញុំដាក់លេខរបស់បងចុងក្រោយបងលេខរបស់បងចុងក្រោយ6លេខទូរស័ព្ទបងអញ្ចឹងខ្ញុំឲ្យបង្ហាញទេបងចាំឲ្យវាយលេខទូរស័ព្ទបង6ខ្ទង់ចុងក្រោយទៅត្រូវហើយអញ្ចឹងអា092បងណាអញ្ចឹងវាយលេខ6ខ្ទង់ចុងក្រោយទៅត្រូវអញ្ចឹងឲ្យបង្ហាញក្នុងវីដេអូហ្នឹងគេថាខ្ញុំត្រូវយកទៅផុសអញ្ចឹងបងអញ្ចឹងខ្ញុំអត់ដាក់លេខកូដហ្នឹងឲ្យបងខ្លាចវាមានបញ្ហាអញ្ចឹងបងអូខេអញ្ចឹងបងអញចុចបែបហ្នឹងហើយបងចុចពីតែចូលបងអញប្រើបានទាំងពីរអញ្ចឹងបងអូខេអញ្ចឹងអាហ្នឹងគេហៅថារបៀបអីចាប្រើម្ដងបាន2 device តែម្ដងអញ្ចឹងបងបាទអញ្ចឹងកន្លែង password នេះខ្ញុំអត់ដាក់ណាឥឡូវកន្លែងហ្នឹងខ្ញុំបង្ហាញបងចុះប៉ុន្តែខ្ញុំនឹងបាំងហ្នឹងហើយកុំឲ្យវាឃើញលេខ password របស់បងអូខេខ្ញុំនឹងកាត់អាកន្លែងវីដេអូកន្លែង password ខ្ញុំនឹងកាត់ចេញហើយចុចបាក់ប៉ុណ្ណឹងមកតោះទៀតយើងចុចចូលមកអូខេនេះបងនេះអាមិញណាហើយបើសិនបងចង់មើល device មួយទៀតបងចុចកន្លែងពីតែឧបករណ៍នេះមកអូខេវានឹងឃើញនេះឥឡូវធម៌បងចង់មើល voice boy អាចាស់បងយកដៃ click លើហ្នឹងមកនេះតំណែងបងអាចាស់នេះវានៅនេះហើយបើសិនបងចង់មើលមួយទៀតបងចុចកន្លែងឧបករណ៍ហ្នឹងមកនេះអាថ្មីនេះតែខ្ញុំមិនទាន់ផ្សាយបងអាហ្នឹងហ៎បងបាទអរគុណបង